ដើម្បីកសាងរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ជាងមុនរឹងមាំជាងមុនវៃឆ្លាតជាងមុននិងស្អាតស្អំជាងមុនរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តវិធានការកែតម្រង់សំខាន់ចំនួន3ទី1ការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណធម៌បតីតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពដែលត្រូវបានអនុវត្តយ៉ាងជោគជ័យតាមរយៈការអនុវត្តផ្អែកលើនិយមនីតិវិធីប្រតិបត្តិដ៏ជាក់លាក់ទី2ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពតាមរយៈការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័នយ៉ាងស៊ីជម្រៅនិងការបង្កើតបណ្ដាញអគ្គលេខាធិការក្រសួងស្ថាប័នដើម្បីពង្រឹងយន្តការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរក្រសួងស្ថាប័នទី3ការកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាពសមធម៌ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពដោយមានការកំណត់នូវសូចនាករសមិទ្ធកម្មច្បាស់លាស់ដើម្បីលើកទឹកចិត្តមន្ត្រីរាជការឲ្យបំពេញការងារកាន់តែលឿនមានប្រសិទ្ធភាពកាន់តែខ្ពស់និងកាន់តែបរិយាកម្មក្នុងការផ្តល់សេវាជាពិសេសក្នុងវិស័យអាទិភាពដូចជាវិស័យអប់រំនិងសុខាភិបាល